ក្រៅពីការងារស្នូលទីហ៊ានខ្មែរដាំបន្លែនិងចិញ្ចឹមសត្វដើម្បីលើកស្ទួយជីវភាពក្រៅពីការងារស្នូលអនុវត្តបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រីហុកចិន្តាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពតនាយទីហ៊ានរងពលទីហ៊ានបន្តយកចិត្តទុកដាក់អនុវត្តតាមគោលការណ៍5ខ្លឹមសារប្រឡងប្រណាំងលើការលើកស្ទួយកម្រិតជីវភាពកងទ័ពការចិញ្ចឹមទ័ពនិងលើការងារកសាងអង្គភាពរឹងមាំលើគ្រប់វិស័យបណ្ដាសាខាប្រឡងប្រណាំងទីបញ្ជាការការិយាល័យផ្នែកសឹករងទាំង9ក្រុងស្រុក2កងវសេនាទូចចំណុះតំបន់ប្រតិបត្តិការសឹករងកំពតបន្តយកចិត្តទុកដាក់អនុវត្តតាមគោលការណ៍5ខ្លឹមសារប្រឡងប្រណាំងនិងបទបញ្ជារបស់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពតលើការងារកសាងអង្គភាពបង្កើតផលនិងចិញ្ចឹមសត្វដើម្បីលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់កងទ័ពបន្ថែមលើគោលរបរឲ្យកាន់តែល្អប្រសើរឡើងមួយកម្រិតថែមទៀតទោះក្នុងរដូវវស្សាមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ធ្វើឲ្យមានផលប៉ះពាល់យ៉ាងណាក៏ដោយគ្រប់បណ្ដាសាខាប្រឡងប្រណាំងនៅតែសស្រាក់សស្រាំយកចិត្តទុកដាក់លើការបង្កើតផលកសាងអង្គភាពលើគ្រប់វិស័យក្រោមការដឹកនាំចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ត្រីហុកចិន្តាមេបញ្ជាការនិងជាប្រធានកិត្តិយសក្រុមប្រឹក្សាចលនាប្រឡងប្រណាំងតំបន់ប្រតិបត្តិការសឹករងកំពតបានជំរុញលើកកម្ពស់ស្មារតីដល់នាយទីហ៊ានរងនិងពលទីហ៊ានទាំងអស់ក្នុងទីបញ្ជាការនិងអង្គភាពចំណុះអនុវត្តនៅបទបញ្ជាសេចក្តីណែនាំនិងផែនការរបស់ថ្នាក់លើសម្រាប់បានលទ្ធផលជោគជ័យគ្រប់ភារកិច្ចក្រៅពីការងារចិញ្ចឹមទ័ពបានល្អភារកិច្ចស្នូលរបស់នាយទីហ៊ានរងនិងពលទីហ៊ានគ្រប់បណ្ដាកងឯកភាពចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹកកំពតត្រូវមានភារកិច្ចការពារបូរណភាពទឹកដីនិងសម្ដាប់ធ្នាប់សន្តិសុខសង្គមនិងល្បាប់ភូមិសាស្ត្រទទួលខុសត្រូវត្រៀមកម្លាំងប្រយុទ្ធនិងសហការជាមួយអាជ្ញាធរមូលដ្ឋាននិងកិច្ចការព្រំដែនតាមបញ្ជាដែលលោកមេបញ្ជាការប្រកល់ឲ្យ